ឆ្នាំមកវត្តតាមថ្ងៃទេវាមកម្ដងថតរូបថតចង់មកលៀនប៉ោះបាទថ្ងៃនេះគឺថ្ងៃឆ្លងមកភាសាតែយប់មិញមេឃភ្លៀងដល់អញ្ចឹងព្រឹកឡើងប្រហែលជាម៉ោង7ជាងអញ្ចឹងអត់សូវមានអ្នកទៅភាសាពួកខ្ញុំបញ្ញាប់ទៅខ្លាចថ្ងៃក្តៅទៅវាក្តៅគុណពូជខ្ញុំភាសាទៅវាទៅចេញពីពេទ្យបាទ BA ពេទ្យ7ថ្ងៃបងប្អូនហើយបាត់មកទឹកសូនឆាំងហ្មងដែរផុសវីដេអូភាសាតាកូនខ្ញុំវាទៅពេទ្យរយៈពេល7ថ្ងៃហើយទៅមកពីពេទ្យវិញទេហើយមុនទៅពេលហ្នឹង10គីឡូជាងឥឡូវសល់តែ9គីឡូទេរៀករស់និយាយវាយ៉ាប់ចុយម៉ែរត់តលុយចាយមិនតោះទេកូនខ្ញុំបើកលុយដល់ឈឺមកឥឡូវដាក់ឈ្មោះ BA ពេទ្យវាមកហើយមានគ្នាយើងណាខ្លះដូចខ្ញុំមួយឆ្នាំទៅវត្តតែម្ដងទេបានទៅរូបថតចង់ណានទូរស័ព្ទបាទមកគេខ្លះចេញមុខមកបាទភាសាថាកូនឈឺផងអីផងទៅមានណាបងប្អូនមួយឆ្នាំទៅបានតែម្ដងគាត់មកគេថាយើងមួយឆ្នាំដែរស្គាល់វត្តអញ្ចឹងមួយឆ្នាំទៅបានម្ដងគេដែរហើយអ្នកខ្លះមិនធូមដែរស្គាល់វត្តផងមិនដឹងអ្នកណាមិនដឹងអ្នកពងមើលមិនដឹងបានទៅវត្តហ្នឹងបានមើលជួយពីខមមិនតិចមើលហើយគ្នាយើងមិនដឹងថាគេពូភ្នំសាច់នឹងពូនដើម្បីអីបើសិនជាអត់ដឹងទេមកខ្ញុំប្រាប់ដោយសារតែខ្ញុំនិយាយគេទៅប្រាប់ខ្ញុំណាទេពូភ្នំសាច់ហ្នឹងគេពូនៅយើងដើររស់ស៊ីបានគ្រប់ជ្រុងគ្រប់ជ្រោយអញ្ចឹងដូចថាមានទាំង8ទិសអញ្ចឹងយើងដើររស់ស៊ីខាងណាក៏បានអញ្ចឹងជាជុំអញ្ចឹងហើយឥឡូវយើងចាប់ដើមមកយកខ្សាច់បាទយកខ្សាច់គេឲ្យយកដោយគ្រោះដោយកាក់ដោយអីយកតែខ្សាច់ម៉ត់ហ្មងឲ្យជីវិតយើងជួបរឿងល្អដូចខ្សាច់ម៉ត់អញ្ចឹងវាមានគ្រោះមានអីអញ្ចឹងបានគេឲ្យយើងយកតែខ្សាច់ល្អហើយខ្ញុំទៅដឹងដែរទេដោយសារតែយាយទៅប្រាប់ខ្ញុំដែរបាទហើយយើងចាប់ផ្ដើមដុតធូបទៅបាទដុតធូបដើម្បីយកទៅដោតជុំវិញវិហារអញ្ចឹងហើយថ្ងៃហ្នឹងពិបាកទៀតដោយសារតែខ្ញុំពាក់ស្បែកជើងខ្វៀមកដល់ពេលអញ្ចឹងដើរអុជធូបជុំវិញវិហារហ្នឹងពូភ្នំសាច់ហ្នឹងត្រូវដោះស្បែកជើងបាទមានណាដើរកាន់ស្បែកជើងផងកាន់អីផងយើងញ៉ៃមើលទៅចង់ដូចមានឈួតទេបាទស្ដាច់ផងធូបផងកាមេរ៉ាមកខាងបាទមើលទៅដូចថ្លៃខុសគេហ្មងបាទឥឡូវយើងអុជធូបហើយគេថាចាប់ផ្ដើមដោះស្បែកជើងបាទដល់បិជើងកើតទេបាទសោតពូភ្នំសាច់ហ្នឹងគេតម្រូវឲ្យយើងដោះស្បែកជើងអញ្ចឹងបងប្អូនហើយឥឡូវយើងមកចាប់ដើមពូភ្នំសាច់បាទមកបណូកយើងដល់ធូបម្ដងហើយទៅយើងរយសាច់ឲ្យខ្ពស់ឡើងលើអីចឹងហើយយើងចូលបនតាមសទ្ធាយើងទៅ500 1000អីចឹងទៅហើយតែខ្ញុំភាកច្រើនខ្ញុំចូលទៅតាមកែងដែរបងប្អូនដោយសារតែដោលុយរៀលអត់សូវបានអត់សូវមានលុយរៀលដែរអញ្ចឹងលុយរៀលតិចអញ្ចឹងខ្ញុំលុយរៀលតិចអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាដាក់បច្ច័យតាមកែងដោយសារតែដូរលុយរៀលអត់សូវមានហើយបងប្អូនដល់ពូភ្នំសាច់ហ្នឹងប្រយ័ត្នផងមកប្រយ័ត្នឲ្យលាក់ដៃបាទខ្ញុំវាតែលាក់ដៃបាទដោយសារតែយើងក៏ដោតគេក៏ដោតម្នាក់ម្ដងអញ្ចឹងវាច្រើនអញ្ចឹងវាធូបវាច្រើនបងប្អូនកគ្នាអញ្ចឹងយើងដោតថាមិនប្រយ័ត្នឲ្យលាក់ដៃហើយខ្ញុំមើលទៅមិនដឹងថាដូចស្អីទេបាទថងកាន់ភ្នំលេខខ្សាច់មួយខាងហើយមួយខាងនេះកាន់ស្បែកជើងកាន់ធូបហើយនៅមានកាន់កាមេរ៉ាទៀតបាទគឺថាមើលទៅនឹងដូចអីវិញបាទមានអារម្មណ៍ថារៀងញ៉ៃជាងគេតិចបាទនេះគឺពូនរបស់ខ្ញុំបាទគាត់ពូននំសាច់ហើយកូនខ្ញុំដល់ពេលពូនំសាច់អត់បានយកទៅទេសាក់ក្មេងៗយកទៅដើរលេងមកហើយអានោះអាចជើងដើរលេងវាមិនសូវខ្វល់ពីយើងសំខាន់វាបានដើរលេងម៉ែឪវាតាណាទៅវាខ្វល់ទេបាទបន្ទាប់ពីយើងពូនំសាច់ហើយយើងក៏មកឡើងសាពះព្រះនៅលើវិហារបាទមួយឆ្នាំមកសាពះព្រះម្ដងកុំឲ្យថាទៅវត្តមិនសាពះព្រះក៏ទៅដើរទៅលេងនេះមកអាទិនវាយោបងប្អូនបាទហើយក៏សូមផ្ញើបងកសលជូនអ្នកដែលបានមកវត្តមកស្រុកខ្មែរអីចឹងដោយសារតែជាប់រវល់ទៅធ្វើការនៅប្រទេសគេថៃជប៉ុនកូរ៉េឆៃណាអីចឹងចែកបុណ្យតាមវីដេអូទាំងអស់គ្នាបាទពេលខ្លះចង់មកផ្ទះដែរតែដូចថាអត់មានសហយមកផ្ទះអ្នកខ្លះមានសហយមកផ្ទះតែអត់តដល់ពេលមកផ្ទះអញ្ចឹងបើសិនជាបានទៅវត្តទេមើលវីដេអូលេងនឹកដល់អនុស្សាវរីយ៍បាទផ្លេចសៀមួយផងបាទជាពិសេសកូននីឡានមកធ្វើការនៅថៃអត់បានមកស្រុកខ្មែរធ្វើបុណ្យធ្វើអីបាទជាពិសេសមើលវីដេអូហ្នឹងហើយបាទមើលវីដេអូហ្នឹងហើយផ្លេចសៀផងកូននីឡានបាទមិនថាតែគេទេបាទសូម្បីតែខ្ញុំមួយឆ្នាំទៅបានមកវត្តម្ដងទេបាទម្ដងហ្នឹងឆ្លៀតទៀតបាទសារថាទីមួយយើងកូនឈឺផងអីផងហើយរវល់ធ្វើការទៅពេលខ្លះសឹងថាមួយឆ្នាំមិនបានមកទៅវត្តម្ដងផងនឹងឆ្លៀតផងបាទចេះតែណាយទៅចប់មួយឆ្នាំទៅអត់បានស្គាល់វត្តអីម្ដងពេលខ្លះអញ្ចឹងមកយើងមិនឆ្លៀតមិនបានទេបងប្អូនធ្វើការខ្លះដល់លេងខ្លះធ្វើបុណ្យខ្លះទៅតខ្លួននៅក្មេងហើយយើងមកសាពះព្រះមិនតែមកចេះសាពះហើយយើងសាពះព្រះយើងផ្សងហើយយើងតើណាមកណៃជួបតំណឹងល្អធ្វើការរលុយបានច្រើនទេបងប្អូនបាទហើយក៏សូមសារបងប្អូនដល់អនុវិទ្យាល័យព្រៃស្វាយបាទគឺថាគាត់ស្រោះគ្នារំមើលទៅគឺសមមែនតើបាទនារីខ្មែរយើងបាទសម័យលើរំបាយស្លុយណូហើយបងប្អូននេះរំចេះបាំងហៅថានារីខ្មែរបាទមើលទៅគឺសមសួនស្អាតមិនសេរីរំលេចកាត់ជើងបោទេបាទនិយាយឡើយបងប្អូនហ្នឹងគឺចំណងចំណូលចិត្តរបស់គាត់រៀងខ្លួនតែ
ចុងក្រោយកុំភ្លេចជួយចុច follow អ្នកមួយផងបាទហើយ share វីដេអូផង